តើអ្នកទាំងអស់គ្នាឃើញរូបអ្វីនៅពេលដែលអ្នកទាំងអស់គ្នាមើលរូបខាងក្រោមនេះដំបូងប្រសិនបើអ្នកទាំងអស់គ្នាឃើញរូបទឹកជ្រោះនោះអ្នកទាំងអស់គ្នាគឺជាមនុស្សដែលមានចិត្តទូលាយហើយអ្នកទាំងអស់គ្នាជាមនុស្សដែលបើកចិត្តរាប់អានអ្នកដទៃហើយអ្នកក៏ជាមនុស្សដែលចេះស្ដាប់អ្នកដទៃផ្ដល់ដំបូន្មានល្អៗទៅដល់អ្នកដទៃតែអ្វីដែលជាចំណុចមិនល្អនោះគឺអ្នកដទៃមើលមកអ្នកថាអ្នកគឺជាមនុស្សដែលវិជ្ជមានពេកដែលពួកគេគិតថាអ្នកគឺជាមនុស្សដែលមិនសូវមានបញ្ហាអ្នកអាចផ្ដល់ដំបូន្មានល្អៗនិងដំណោះស្រាយដល់អ្នកដទៃតែពេលអ្នកជួបបញ្ហាអ្នកនឹងដោះស្រាយវាតែម្នាក់ឯងហើយដោយខ្លួនឯងប្រសិនបើអ្នកមើលឃើញសត្វខ្លាឃ្មុំឬផែនដានោះអ្នកទាំងអស់គ្នាគឺជាមនុស្សដែលរុះរាយរាក់ទាក់ពីសម្បកខាងក្រៅតែអ្នកមិនងាយយកអ្នកណាម្នាក់មកដាក់ក្នុងចិត្តរបស់អ្នកនោះទេវាប្រើពេលយូរសម្រាប់អ្នកក្នុងការទុកចិត្តនរណាម្នាក់ហើយអ្នកក៏ជាមនុស្សដែលមិនងាយនឹងបំភ្លេចនៅការឈឺចាប់ពីអតីតកាលតែអ្នកតែងតែរៀនពីកំហុសដែលបានកើតឡើងហើយព្យាយាមនឹងមិនឲ្យវាកើតឡើងម្ដងទៀតនោះទេតែអ្នកទាំងអស់គ្នាមើលឃើញរូបអ្វីមុនគេបើសម្រាប់ខ្ញុំគឺខ្ញុំមើលឃើញរូបខ្លាឃ្មុំមុនគេអញ្ចឹងតែអ្នកទាំងអស់គ្នាឃើញរូបអ្វីអ្នកទាំងអស់គ្នាអាច comment ប្រាប់ខាងក្រោម